Bạnសួស្តីអ្នកទាំងអស់គ្នារួមទាំងសួស្តីដល់ admin គ្រប់ផងដែរដោយសារតែមុននេះបន្តិចគឺខ្ញុំជាប់រវល់ការងារដូច្នេះគឺខ្ញុំមិនទាន់បានអាប់ឡូតវីដេអូចូលហើយពេលនេះគឺខ្ញុំបានអាប់ឡូតចូលហើយគឺបង្ហាញប្រាប់ពីរបៀបផ្លាស់ប្ដូរឈ្មោះ Facebook មិនចាំបាច់រងចាំ60ថ្ងៃហើយដើម្បីធ្វើវាគឺខ្ញុំបង្ហាញក្នុងទូរស័ព្ទដៃដើម្បីងាយស្រួលឲ្យអ្នកទាំងអស់គ្នាធ្វើតាមមិនថា Samsung ឬក៏ computer ទេគឺធ្វើបានទាំងអស់ដូចគ្នាដូច្នេះដើម្បីធ្វើវាគឺខ្ញុំនឹងចូលទៅ Facebook ហើយបន្តមកទៀតគឺយើងចុចទៅលើ menu បាទពេលដល់មកដល់ menu គឺយើងបងប្អូនចុចទាញមកក្រោមដើម្បីស្វែងរក account setting របស់ខ្ញុំគឺមិនមែននៅក្រោមទេដូច្នេះហើយវាមកនៅលើនេះវិញនេះដូច្នេះគឺខ្ញុំត្រូវតែចុចចំកន្លែងហ្នឹងដើម្បីរក account setting គឺ account setting ខ្ញុំគឺនៅកន្លែងហ្នឹងហើយបើបងប្អូនមិនមានកន្លែងហ្នឹងទេគឺបងប្អូនអាចទាញចុះក្រោមដើម្បីស្វែងរក account setting ហ្នឹងឥឡូវខ្ញុំឃើញហើយខ្ញុំនឹងចុចចូល account setting ហ្នឹងហើយវាមកដល់កន្លែងនេះហើយខ្ញុំសូមបញ្ជាក់ផងដែរខ្ញុំនឹងបញ្ជាក់ឈ្មោះរបស់ខ្ញុំតើបានផ្លាស់ប្ដូររួចម្ដងហើយនៅដូច្នេះខ្ញុំនឹងចូលទៅកន្លោនទី1ដែលវាដាក់ថា General ហើយបន្ទាប់មកទៀតគឺខ្ញុំคลิกលើ Name បាទពេលនេះឈ្មោះរបស់ខ្ញុំគឺបានដូររួចម្ដងហើយដូច្នេះបើថាខ្ញុំចង់ដូរម្ដងទៀតគឺត្រូវរងចាំ60ថ្ងៃក្រោយប៉ុន្តែពេលនេះគឺខ្ញុំមិនចង់រងចាំ60ថ្ងៃក្រោយទេគឺខ្ញុំចង់ផ្លាស់ប្ដូរឥឡូវហ្នឹងហើយពេលនេះដើម្បីធ្វើវាគឺយើងចេញមកវិញមកហើយកន្លែងមិញហ្នឹងគឺខ្ញុំចង់បញ្ជាក់ថាឈ្មោះរបស់ខ្ញុំគឺបានប្ដូរម្ដងហើយឈ្មោះខ្ញុំឥឡូវគឺ Ronnie Fusmay ទីទៀតខ្ញុំនឹងដូរវាហើយខ្ញុំចេញមកគឺមកដល់កន្លោននេះវិញគឺទំព័រដើមគឺខ្ញុំនឹងចូលទៅកន្លោនទី2ដែលវាដាក់ថា security យើងចុចចំនឹងទៅបាទមកដល់កន្លែងនេះគឺសូមបងប្អូនកុំមើលទៅខាងក្រោមដែលវាដាក់ថា account ហើយដក clear មកដល់កន្លែងនេះគឺវាដាក់ថា deactivate អញ្ចឹងទាមទារឲ្យយើងចុចលើ activate ហ្នឹងគឺអក្សរ D E A C T I V A T E យើងចុចចំនឹងទៅនេះកន្លែងនេះតោះយើងចុចចូលបាទនៅពេលដែលបងប្អូនចុចចូលវានឹងទាមទារ password របស់បងប្អូនប៉ុន្តែដោយសារតែខ្ញុំបានដាក់ password រួចហើយដល់អញ្ចឹងទៅគឺវាមិនបានទាមទារទេគឺវាមកដល់កន្លែងនេះតែមកតែបើបងប្អូនមិនបានមកដល់កន្លែងនេះទេសូមបងប្អូនវាយ password ហើយវានឹងមកដល់កន្លែងនេះដូច្នេះនៅពេលដែលបងប្អូនមកដល់កន្លែងនេះហើយសូមបងប្អូនទាញមករកអក្សរអង់គ្លេសដែលវាដាក់ថា my account was hacking អញ្ចឹងនេះគឺកន្លោនទី2គឺអក្សរអង់គ្លេសនេះខ្ញុំនឹងធ្វើបង្ហាញប្រាប់ my account was hacking ដល់អញ្ចឹងទៅគឺយើងគ្រីសចំហ្នឹងចុចចំហ្នឹងគឺកន្លែងវង0សហ្នឹងចុចចំហ្នឹងទៅហើយនៅពេលដែលបងប្អូនចុចចំហ្នឹងហើយគឺវានឹងលោតអានេះមកសូមបងប្អូនចុចកន្លែងនេះអក្សរអង់គ្លេសនេះចុចចំហ្នឹងទៅអង់គ្លេសហ្នឹងនេះគឺខ្ញុំចុចអត់តោះទៅបាទនៅពេលដែលបងប្អូនចុចវាហើយវានឹងដល់កន្លែងនេះសូមបងប្អូន continue ហើយនៅពេលដែលបងប្អូន continue ហើយវានឹងលក់អានេះមកដូច្នេះគឺយើងក៏ចុចថា OK ទៅបានហើយ OK វានឹងឲ្យយើងវាយ password ដូច្នេះគឺខ្ញុំត្រូវទៅវាយបងប្អូនក៏ដូចគ្នាដែរហើយខ្ញុំនឹងដាក់ password ខ្ញុំចូលធ្វើយ៉ាងម៉េចបើវាយទៅវាឃើញ password តែមិនអីទេមុននឹងក្រោយខ្ញុំនឹងដូរទៅដែរទេបន្ទាប់ពីយើងវាយ password ហើយគឺយើងចុច login ទៅនៅពេលដែលយើង login ហើយគឺវាមកដល់កន្លែងនេះហើយគឺយើងត្រូវតែចុចលើ continue
នេះដល់កន្លែង continue ហើយគឺវាឲ្យយើងវាយលេខកូដថ្មីដូច្នេះបើសិនជាបងប្អូនមិនបានវាយកន្លែងនោះទេដូច្នេះពេលអាមិញហ្នឹងគឺខ្ញុំវាយហើយបងប្អូនប្រហែលជាឃើញលេខកូដខ្ញុំហើយប៉ុន្តែពេលនេះគឺខ្ញុំត្រូវដាក់លេខកូដថ្មីបងប្អូនក៏ដូចគ្នាដែរដូច្នេះខ្ញុំនឹងដាក់លេខកូដថ្មីកន្លែងនេះគឺ new password ដូច្នេះគឺដាក់លេខកូដថ្មីមិនមែនលេខកូដដដែលទេកុំដាក់មិនមែនលេខកូដចាស់ទេគឺលេខកូដថ្មីលេខកូដថ្មីរបស់ខ្ញុំគឺខ្ញុំបានសរសេរហើយដូច្នេះខ្ញុំគ្រាន់តែផាសវាចូលទេហើយបងប្អូនគឺត្រូវតែ write ទៅដើម្បីដាក់លេខកូដដែលយើងចាំតែខ្ញុំផាសនេះព្រោះអីលេខកូដហ្នឹងគឺខ្ញុំបាន save ទុកហើយដូច្នេះគឺខ្ញុំដាក់ហើយលេខកូដថ្មីគឺខ្ញុំក៏ថា continue សូមបញ្ជាក់ផងថា new password ហ្នឹងគឺលេខកូដដែលយើងវាយហើយកន្លែងដែល confirm នេះ confirm password គឺមានន័យថាយើងយកកន្លោនលើនេះកន្លោន new password ហ្នឹងគឺយើងយកមកដាក់ដូចខាងលើហ្នឹងគឺកន្លោនទី2នេះយកមកដាក់កន្លោនទី2ឲ្យដូចខាងលើហ្នឹងគឺចាំមានន័យថាពីរកន្លោនហ្នឹងគឺពាក្យសម្ងាត់តែមួយទេគឺដូចគ្នាបើថាឧទាហរណ៍ថាស្មីអញ្ចឹងខាងលើបងប្អូនដាក់ថាស្មីខាងក្រោមក៏ដាក់ថាស្មីដែរគឺដូចគ្នាដូច្នេះពេលដាក់ហើយគឺយើងចុចលើ continue វីដេអូនេះគឺខ្ញុំគ្រាន់តែបញ្ជាក់បន្តិចហើយដើម្បីងាយស្រួលឲ្យបងប្អូនរៀនយល់សូមកុំប្រកាន់អីហើយនៅពេលដែលវាមកដល់កន្លែងនេះសូមបងប្អូនគ្រីសនៅលើកន្លោន email គឺខ្ញុំនឹងគ្រីសនេះដល់ពេលយើងចុចលើទៅវានឹងគ្រីសហើយចុចកន្លែងហ្នឹងទៅគឺគ្រីសបន្ទាប់មកហើយគឺយើងដាក់ថា continue បាទនៅពេលដែលបងប្អូន continue ហើយគឺវានឹងមកដល់កន្លែងនេះសូមបងប្អូនគ្រីសម្ដងទៀតចំកន្លោនហ្នឹងទៅនឹងកន្លោនហ្នឹងគ្រីសទៅគ្រីសហើយគឺបងប្អូន continue ទៀតបាទ continue ហើយវានឹងឲ្យបងប្អូនជ្រើសឈ្មោះមួយហើយឈ្មោះខ្ញុំពីមុនខ្ញុំបានដូរដាក់ Steel Boy Ronnie ហើយឈ្មោះឥឡូវគឺ Ronnie Full ថ្មីតែពេលនេះគឺខ្ញុំនឹងផ្លាស់ប្ដូរវាដោយខ្ញុំដាក់ Steel Boy Ronnie ខ្ញុំនឹងដាក់ចូលអានឹងវិញ continue ទៅហើយពេលនេះវានឹងមកដល់កន្លែងនេះគឺបងប្អូនគ្រាន់តែចុច log in ទៅ log មានសកកបន្តិចគឺយើងចុច log in ទៅតោះចុចទៅមិនបាច់គ្រីទៀតទេគឺវាអូតូខ្លួនវានៅពេលអូខេហើយគឺវានឹងចូលដល់ Facebook ខ្លួនឯងនៅពេលដែលបងប្អូនចុច log in ហើយហ្នឹងហើយនៅពេលនេះគឺខ្ញុំចុចមើលមេនុយម្ដងទៀតមើលវាដូរអត់បាទមេនុយខ្ញុំពេលនេះគឺបានដូរ Steel Boy Ronnie ហើយដូច្នេះបងប្អូនអាចមើលបានព្រោះអីវីដេអូនេះគឺខ្ញុំទើបតែអាប់ឡូតពេលហ្នឹងទេហើយរូបភាពដែលខ្ញុំអាប់ឡូតចូលក្នុងក្រុមនោះគឺតាំងពីម៉ោង 5:30 នាទីនោះខ្ញុំនឹងចូលទៅនៅស្នងបាទសូមបញ្ជាក់បងថែថាការផ្លាស់ប្ដូររបស់បងប្អូនគឺបានសម្រេចហើយដូច្នេះការផ្លាស់ប្ដូរគឺបានជោគជ័យហើយគឺឈ្មោះខ្ញុំពីមុនគឺ Ronnie Full ថ្មីដល់ពេលនេះគឺវាចេញដាក់ថា Steel Boy Ronnie វិញហើយអូខេវីដេអូនេះគឺបានបញ្ចប់ហើយបងប្អូនអាចធ្វើតាមបានបាទពេលនេះបងប្អូនសូមជម្រាបលាទាំងអស់គ្នាដោយសារខ្ញុំមានការរវល់ដែរវីដេអូនេះសូមបញ្ចប់ត្រឹមហ្នឹងសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាបាយបាយ